ការដុតមាន់របស់នាងខ្ញុំលើកហ្នឹងគឺអត់ចូល color ស្អាតទេបងប្អូនតែយកក្លិនអារបៀបក្លិនឈ្ងុយហើយយើងអប់ជាមួយនឹងប៊ឺបងប្អូនហ្នឹងហើយថ្ងៃមុនគឺមានភ្ញៀវមកពីសិង្ហបុរីមួយនិងភ្នំពេញមួយគាត់បានមកលេងផ្ទះនាងខ្ញុំក៏នាងខ្ញុំដុតមាន់មួយហើយនឹងធ្វើត្រីក្រហមថាជូរអែមមកមុខណាអញ្ចឹងនាងខ្ញុំយកមាន់មកពុះជា2ហើយយើងយកប្រឡាក់ជាមួយនឹងប៊ឺជាមួយនឹងប្រេងខ្យងប៊ីចេងឬក៏ជាមួយនឹងអំបិលខ្នុរអីចឹងណាបងប្អូនតែរលឹកនេះខ្ញុំអត់ដាន់ប្រឡាក់ជាមួយនឹងប៊ឺទេប៉ុន្តែរលឹកហ្នឹងគឺយើងលាបជាមួយប៊ឺអញ្ចឹងប៉ុន្តែបងប្អូននិយាយថាឈ្ងុយខ្លាំងមែនទែនហ្មងណាហើយអធិស្ឋានផងបងប្អូនអើយប្រើដៃបន្តិចអីព្រោះអីរោស្រោមដៃអត់ឃើញបងប្អូននិយាយរួមដូចទីខ្ញុំជម្រាបបងប្អូនគឺថា color វាអត់សូវស្អាតប្រហែលទេបើសិនបងប្អូនចង់ប្រើ color ស្អាតបងប្អូនអាចប្រឡាក់ស្ករឲ្យវាលាងច្រើនបន្តិចឬក៏បងប្អូនអាចបន្ថែមមួយកូកាអីចឹងណាប៉ុន្តែដូចជាប្រមុខហ្នឹងគឺនាងខ្ញុំអត់សូវយក color ស្អាតទេប៉ុន្តែគ្រាន់តែយកក្លិនឈ្ងុយហើយនឹងរសជាតិវាឲ្យឆ្ងាញ់ចឹងណាបងប្អូនហើយនេះគឺស្ពៃក្តោបទៅគឺយើងដុតជាមួយស្ពៃក្តោបលាយជាមួយស្ពៃក្តោបលាយជាមួយនឹងទីយ៉ងជ័យអីចឹងណាហើយមុននឹងដាក់ស្ពៃក្តោបគឺរៀងខ្ញុំអានទ្របជាមួយនឹងគល់លក្រីនិយាយពីថាឈ្ងុយចេញពីប៊ឺផងចេញពីស្លឹកគ្រៃផងនិយាយពីថាអូយថ្ងៃនោះឆ្ងាញ់អូយឆ្ងាញ់ចឹងនឹងឥឡូវនៅពេលដែលដាក់គល់លក្រីហើយនឹងខ្ញុំបានដាក់បន្លែបន្ទាប់ពីដាក់បន្លែហើយក៏នឹងខ្ញុំដាក់ចូលជាមួយនឹងមាន់របស់យើងអញ្ចឹងនៅពេលដែលដាក់ហើយក៏យើងចាំចាក់ខ្លាញ់ចូលទៅណាបងប្អូនយើងចាក់កុំច្រើនពេកយើងចាក់មកមុំអត់ហើយអញ្ចឹងសម្រាប់អ្នកដែលគេចង់បានឃើញស្អាតស្រួយឆ្ងាញ់គេប្រើខ្លាញ់រៀងច្រើនតែយើងកាត់បន្ថយខ្លាញ់ខ្លះទៅកុំប្រើច្រើនពេកណាអញ្ចឹងនេះលទ្ធផលទូបានគឺcolor វាគឺប៉ុណ្្នឹងឯងបងប្អូនប៉ុន្តែវាឆ្ងាញ់វាឈ្ងុយបងប្អូនមិនជឿអាចធ្វើសាកមើលបានហើយទឹកត្រីថ្ងៃហ្នឹងគឺនាងខ្ញុំអត់បុកទេគឺយកទៅកិនរសជាតិកិនផ្សេងរសជាតិបុកផ្សេងអញ្ចឹងនាងខ្ញុំកិនរួចហើយនាងខ្ញុំបានដាក់ចូលជាមួយនឹងទឹកត្រីបងប្អូននិយាយទៅតាមតិចតាមច្រើនបើបងប្អូនចង់ធ្វើច្រើនក៏លៃទៅតាមហ្នឹងទៅតែក្នុងវីដេអូហ្នឹងនាងខ្ញុំដាក់ទឹកត្រីចំនួន4ស្លាបព្រាបាយហើយស្ករត្នោតប្រហែលជា2ស្លាបព្រាបាយព្រោះយើងដួសរៀងកំប៉ុងដែរអញ្ចឹងបងប្អូនប៉ុន្តែអត់តន់គ្រប់ទេព្រោះដាក់ទឹកត្រីហ្នឹងយើងត្រូវការប្រៃជូរហឹរផ្អែមណាបងប្អូនអញ្ចឹងខ្ញុំលាយស្ករត្នោតជាមួយនឹងស្ករសទៅមុខតិចនាងខ្ញុំដាក់ស្ករសបន្ថែមទៀតហើយខ្ញុំអត់ដាក់តែស្ករត្នោតសុទ្ធទេហើយមួយទៀតទឹកត្រីបុកណាបើសិនជាយើងធ្វើជាមួយនឹងក្រូចឆ្មារសជាតិរបស់វាគឺកាន់តែឆ្ងាញ់ខ្លាំងតែបើសិនជាយើងប្រើជាមួយទឹកខ្មេះវារសជាតិមួយយ៉ាងវាអត់ទៅជាឆ្ងាញ់ឈ្ងុយដូចជាមួយនឹងក្រូចឆ្មាទេនាងខ្ញុំប្រើក្រូចឆ្មាចំនួន3ក្រូចឆ្មាណាបងប្អូនហើយទឹកច្រើនខ្លាំងមែនទែនចឹងដល់ពេលយើងយកមកញ៉ាំបងប្អូននិយាយពីថាជាតិខ្លាំងមែនទែនជាមួយនឹងអាមាន់ដែលយើងអប់ជាមួយនឹងប៊ឺនោះហើយយកមកជ្រក់មួយទឹកត្រីបុកជាមួយទឹកត្រីបុកលីក្រូចឆ្មានិយាយពីថាចាំកាលបងប្អូនជាតិខ្លាំងមែនទែនហ្មងហ្នឹងហើយវីដេអូរបស់នាងខ្ញុំគឺប្រាប់ពីវិធីនៃការដុតមាន់អប់ជាមួយនឹងប៊ឺហើយនឹងការលាយទឹកត្រីរបស់ប្រចាំគ្រួសាររបស់នាងខ្ញុំអត់មានអីវិញឆ្ងាយបងប្អូនហើយអរគុណច្រើនរាល់បងប្អូនដែលគាត់តែងតែជួយ share ជួយ like ណាអរគុណច្រើន